បានសួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់ចេញជាកំណត់មួយសម្រាប់បងប្អូនកសិករយើងសម្រាប់បងប្អូនដែលគាត់មានចំគោចំជ្រូកចំពពែឬក៏ក្របីណាតែបងប្អូនមានលំមុខសត្វទាំងអស់ហ្នឹងជាក់ស្ដែងជាទូទៅសម្រាប់លំមុខសត្វចេះគឺបងប្អូននឹកឃើញដល់ជីកប៉ុស្តិ៍ហើយប៉ុន្តែបងប្អូនបើបងប្អូនយកលំមុខសត្វហ្នឹងទៅចិញ្ចឹមជាលេនក្រហមដូចខ្ញុំចេះគឺខ្ញុំធ្វើជាអាងចេះយើងយកលំមុខសត្វគោយកមកដាក់ក្នុងអាងហ្នឹងមកហើយយកពូជលេនដាក់ក្នុងហ្នឹងទៅវារកចូលស៊ីអាចគោហ្នឹងហើយសម្រាប់ការដែលយើងយកលំមុខសត្វមកចំចលៀនក្រហមនេះអត្ថប្រយោជន៍របស់យើងទទួលបានវាទេក្រៅជីកប៉ុស្តិ៍នោះគឺសាច់ចលៀនបងសាច់ចលៀននេះចំណីល្អមែនទែនសម្រាប់មាន់ចំណាប់ទាសម្រាប់ត្រីណាផ្សេងទាកប៉ាស៊ីទៅដុសរោមស្អាតមែនទែនសម្រាប់ទាកប៉ាហើយមួយទៀតគឺអាចចលៀនបងប្អូនជីកប៉ុស្តិ៍អាចចលៀនវាល្អជាងជីកប៉ុស្តិ៍ហាច់គោអាចចលៀនណាអញ្ចឹងសម្រាប់ជីកប៉ុស្តិ៍អាចចលៀននេះគឺទី1វាជួយដេកធូរដោយសារនៅក្នុងអាចចលៀននេះវាមានពងចលៀនអញ្ចឹងនៅពេលដែលយើងយកអាចចលៀននេះទៅដាក់តាមគុំដំណាំរបស់យើងពងចលៀននឹងវាញាស់វារុកចូលតាមគុំដំណាំនឹងដែលជួយឲ្យដីធូរធ្វើឲ្យដំណាំនឹងវាចាប់ឫសបានល្អស្រូបយកជីជាតិបានល្អអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ដឹងពីបច្ចេកទេសនៃការចំចលៀនហើយនិងការផលិតជីកប៉ុស្តិ៍បងប្អូនអាចទំនាក់ទំនងខាងខ្ញុំមកខាងខ្ញុំមានលោកពូចលៀនក្រហមហើយនឹងប្រឹក្សាបច្ចេកទេសក្នុងការផលិតជីកប៉ុស្តិ៍អាចចលៀនទីតាំងខ្ញុំនៅស្រុកបរសៃខេត្តព្រៃវែងហើយសម្រាប់ពូជចលៀនក្រហមឬក៏ជីកប៉ុស្តិ៍ចលៀនខ្ញុំអាចផ្ញើបាន25ខេត្តក្រុងអរគុណច្រើនបងប្អូន